សូមបងប្អូនប្រកបដោយព្រះគុណតាមរយៈការសញ្ជឹងគិតព្រះបន្ទូលនៅថ្ងៃនេះនៅក្នុងលោកុបាទជំពូក9 ខ 1ព្រះទ្រង់ក៏ប្រទានពរដល់ណូអេនិងកូនគាត់ព្រមទាំងមានបន្ទូលថាជួបង្កើតកូនឲ្យចម្រើនជាច្រើនឡើងឲ្យបាននៅពេញពាសលើផែនដីចុះបងប្អូនបានជ្រាបហើយថាពិភពលោកនៅសម័យលោកណូអេគឺពេញដោយអំពើអាក្រក់ព្រះអង្គចាស់បានសម្រេចព្រះハតីជំនុំជម្រះផែនដីដោយទឹកជំនន់តែទ្រង់បានសង្គ្រោះក្រុមគ្រួសាររបស់លោកណូអេព្រមទាំងសត្វគ្រប់ប្រភេទមួយគូឲ្យរួចជីវិតតាមរយៈការបង្គាប់ឲ្យណូអេធ្វើទូកមួយយ៉ាងធំនៅពេលដែលភ្លៀងធ្លាក់អស់រយៈពេល40ថ្ងៃ40យប់ទឹកបានជន់លិចផែនដីទាំងមូលអស់រយៈពេល150ថ្ងៃតែក្រោយមកទឹកជំនន់ដែលបានលាងសម្អាតពិភពលោកចាស់នេះក៏ចាប់ផ្ដើមស្រកទៅវិញដោយព្រះគុណរបស់ព្រះបងប្អូនហើយតើអ្នករាល់គ្នាកំពុងតែឆ្លងកាត់ទឹកជំនន់ដូចជាលោកណូអេដែរឬទេតើអ្នករាល់គ្នាកំពុងតែឆ្លងកាត់ឧបសគ្គដ៏ធំដូចជាលោកណូអេដែរឬទេចូលបន្តឈរឲ្យបានរឹងមាំព្រះអង្គមានផែនការរួចជាស្រេចដើម្បីនឹងសង្គ្រោះអ្នករាល់គ្នាដើម្បីនឹងប្រទានពរឲ្យអ្នករាល់គ្នាដូច្នេះហើយអ្នករាល់គ្នាគ្រាន់តែស្ដាប់បង្គាប់ធ្វើអ្វីគ្រប់យ៉ាងដោយព្រះអង្គបានមានបន្ទូលទៅកាន់ណូអេនោះអ្វីនឹងត្រូវបានដោះស្រាយនិងអ្វីនឹងត្រូវបានប្រសើរឡើងវិញព្រះអង្គមិនមែនគ្រាន់តែឲ្យយើងឆ្លងកាត់ទឹកជំនន់ដ៏ធំដើម្បីឲ្យរួចជីវិតតែប៉ុណ្ណោះនោះឡើយតែទ្រង់ក៏នឹងនាំអ្នករាល់គ្នាឲ្យឆ្លងកាត់ទឹកជំនន់ឬឧបសគ្គទាំងអស់នេះដើម្បីឆ្ពោះទៅរកភាពរីកចម្រើនដើម្បីឆ្ពោះទៅរកការចាប់ផ្ដើមសារជាថ្មីដ៏អស្ចារ្យហើយដើម្បីឆ្ពោះទៅរកព្រះពរដ៏ធំដែលព្រះអង្គនឹងប្រទានពរឲ្យព្រះអង្គចាស់ទ្រង់បានប្រទានពរដល់ណូអេនិងក្រុមគ្រួសាររបស់គាត់ដោយមានបន្ទូលថាចូលបង្កើតកូនឲ្យចម្រើនជាច្រើនឡើងឲ្យបាននៅពេញពាសលើផែនដីចុះជីវិតរបស់អ្នករាល់គ្នាគឺជាជីវិតដែលព្រះរៀបចំដើម្បីឲ្យបង្កើតផលផ្លែយ៉ាងបរិបូរណ៍ដូច្នេះត្រូវតែយកអំណោយទានទេពកោសល្យនិងអ្វីដែលព្រះអង្គប្រទានឲ្យអ្នករាល់គ្នានោះចូលធ្វើវាឲ្យរីកចម្រើនឡើងចូលធ្វើវាឲ្យមានឥទ្ធិពលឡើងកុំបណ្ដោយឲ្យព្រះពរឬសក្តានុពលដែលព្រះអង្គបានប្រទានឲ្យអ្នកនោះបាត់បង់ចោលទៅតាមពេលវេលានោះឡើយចូលចាប់ផ្ដើមជាមួយនឹងសេចក្តីជំនឿចាប់ផ្ដើមជាមួយនឹងសេចក្តីសង្ឃឹមដើម្បីនឹងសម្រេចនៅក្តីស្រមៃក្នុងព្រះពររបស់ព្រះហើយបង្កើតផលផ្លែគ្រប់កិច្ចការដែលអ្នករាល់គ្នាបានធ្វើចូលបង្កើតឥទ្ធិពលនៃជីវិតជាគ្រីស្ទបរិស័ទពង្រីកចក្ខុវិស័យរបស់អ្នករាល់គ្នាបង្កើនការខិតខំប្រឹងប្រែងរបស់អ្នករាល់គ្នាទ្វេដងកុំបណ្ដោយឲ្យបញ្ហាកុំបណ្ដោយឲ្យទឹកជំនន់ធ្វើឲ្យអ្នកបាត់បង់ការតស៊ូឬក៏បាក់ទឹកចិត្តនោះឡើយត្បិតក្រោយពីទឹកជំនន់នោះព្រះអង្គនឹងប្រទានពរឲ្យអ្នករាល់គ្នាក្រោយពីឆ្លងកាត់បញ្ហានោះព្រះអង្គក៏ប្រទានពរឲ្យអ្នករាល់គ្នាដែរព្រះពរមិនមែនតែសម្រាប់អ្នករាល់គ្នាឬក៏សម្រាប់តែខ្លួនឯងនោះឡើយ
តែព្រះពរដែលព្រះផ្ដល់ឲ្យយើងនោះគឺសម្រាប់មនុស្សដែលនៅលើផែនដីនេះផងដែរចូលកសាងឡើងវិញនៅអ្វីដែលខ្វះខាតនៅអ្វីដែលបាក់បែកនៅអ្វីដែលខាតបង់ហើយធ្វើវាឲ្យកាន់តែប្រសើរឡើងជាងមុនត្បិតព្រះអង្គមានផែនការដ៏អស្ចារ្យសម្រាប់អ្នកទឹកជំនន់ឬបញ្ហាមិនមែនជាអ្វីដែលកំណត់ពីអនាគតរបស់អ្នកនោះឡើយតែវាគ្រាន់តែសម្អាតផ្លូវឲ្យអ្នកដើម្បីនឹងចាប់ផ្ដើមការអស្ចារ្យសារជាថ្មីជាមួយនឹងព្រះបន្ទូលជាមួយនឹងព្រះវត្តមាននិងសេចក្តីសន្យារបស់ព្រះចូលដើរដោយសេចក្តីជំនឿក្រវាត់ចោលនៅអតីតកាលដែលឈឺចាប់ឬអតីតកាលដែលប្រាជ័យចូលឈ្មោះតម្រង់ទៅគោលបំណងដែលព្រះមានសម្រាប់ជីវិតរបស់អ្នករាល់គ្នាហើយបង្កើតផលផ្លែឲ្យរីកចម្រើនជាច្រើនឡើងត្បិតព្រះអង្គបានឲ្យពរដល់អ្នករាល់គ្នាហើយព្រះអង្គគង់នៅជាមួយនឹងអ្នករាល់គ្នាហើយចូលកុំខ្លាចក្រោកឈរនិងបន្តដំណើររបស់អ្នកទៅមុខដោយក្លាហានព្រះអង្គចាស់ថ្វាយសិរីល្អដល់ទ្រង់សម្រាប់ព្រះបន្ទូលនៅថ្ងៃនេះដែលយើងខ្ញុំដឹងថាណូអេបានចាប់ផ្ដើមសារជាថ្មីក្រោយពេលដែលទឹកជំនន់បានបំផ្លាញផែនដីទាំងមូលអ្វីគាត់បានចាប់ផ្ដើមសារជាថ្មីគាត់បានក្រោកឈរសារជាថ្មីគាត់បានឈាននឹងធ្វើអ្វីសារជាថ្មីតែមិនមែនដោយកម្លាំងមិនមែនដោយញើសឈាមរបស់គាត់នោះឡើយតែព្រះអង្គបានផ្ដល់ដើមទុនឲ្យគាត់បានចាប់ផ្ដើមសារជាថ្មីគ្រប់អ្វីដែលគាត់ធ្វើសូមឲ្យព្រះពរនេះបានបន្តធ្លាក់មកដល់យើងខ្ញុំដែលឮព្រះបន្ទូលរបស់ទ្រង់នៅថ្ងៃនេះឲ្យយើងខ្ញុំបានចាប់ផ្ដើមសារជាថ្មីដូចជាលោកណូអេបន្តដំណើរនៃសេចក្តីជំនឿដោយការទុកចិត្តនិងការស្ដាប់បង្គាប់ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែន